នាងនៅមានមុខទៀតសុំសុំម្យ៉ាងទៀតមកអរគុណអ្នកប្រុសគ្រោះថ្នាក់ហើយនាងអង្គុយស៊ីផឹកយ៉ាងរំភើយមនុស្សគ្មានវិញ្ញាណមិនសមនឹងអ្នកប្រុសទេមនុស្សអាក្រក់ដោយពួកឯងចេះតែសម្ដីដដែលប្រហែលម៉ាត់នឹងមែនទេបើចង់ចេះដឹងរឿងគេខ្លាំងប្រយ័ត្នដាក់ដួលផ្កាប់មុខបាក់ថ្មិញទាំងអស់តែម្ដងចាំមើលនាងអួតបានដល់ពេលណាអើយប្រយ័ត្នដាក់ដួលផ្កាប់មុខឲ្យបាក់ថ្មិញទាំងអស់អើយថ្មិញខ្ញុំអើយមីមាត់ចង្រៃមែនហើយខ្ញុំមិនអត់ប្រមាណកូនបែបហ្នឹងណាហ៊ានប៉ះខ្ញុំគឺដឹងតែកូនស្រីម៉ាកូនស្រីតើកូនកើតអីឬអត់ម៉ាមានរឿងអីគេធ្វើបាបខ្ញុំនាងជាមនុស្សចិត្តអាក្រក់ខ្ញុំចិត្តអាក្រក់អីគ្មានអ្នកណាអាក្រក់ជាងព្រមលិខិតទេខ្ញុំជាមេដឹកនាំអង្គការឃាតករកំពុងតែបោះបង់អាជីពឈានតិចដើម្បីសើសុកលើកំណោទ្រព្យបែរជាត្រូវឆ្លងភពមកក្នុងរឿងលបឡាននេះខ្លាចជាប្រពន្ធល្ងងខ្លារបស់លេធីងជើប៉ុន្តែចំណុចល្អតែមួយគត់នោះគឺខ្ញុំមានមាត់អបមង្គលដាក់តំណែងអីគឺកាត់ហ្នឹងកុំស្មានថាគ្មានអ្នកណាដឹងនាងកាលពីក្មេងតាមមនុស្សប្រុសស្អាតដូចតកែយកពាក្យសន្យាមកធ្វើជាលេបបើខំលោកតាហើយនឹងអ្នកប្រុសឲ្យរៀបការជាមួយនាងគ្រាន់តែគេប្រូតែនៅខាងក្រៅនាងហ៊ានលួចចាក់ហ្វ្រាំងឡានរបស់គេនាងចង់សម្លាប់ប្តីនាងមែនទេម្ចាស់ខ្លួនមិននឹងល្ងងរឿងស្នេហាណានាងគ្មានផ្លូវធ្វើបាបប្តីខ្លួនឯងឡើយច្បាស់ជាយាយចាស់នេះចង់ឲ្យកូនស្រីខ្លួនឯងឡើងតំណែងជំនួសតែបង្កើតរឿងទម្លាក់កំហុសលើខ្ញុំអ្នកប្រុសចិត្តចាញ់ពីពេទ្យហើយនាងត្រៀមខ្លួនដើរចូលគុកឲ្យហើយទៅនាងរៀបកម្រងធ្វើបាបខ្ញុំហើយនៅចង់ឲ្យខ្ញុំទទួលកំហុសជំនួសទៀតលេថេងទៅគួរតែពិនិត្យភ្នែកឲ្យទៅមិនក៏ជប់សិតតែពួកខ្មែរកំណាច់នេះដឹងបាត់ទៅហើយឯងក៏មកនិយាយចោលប្រកាន់ខ្ញុំនៅបំរើតកូលីជាង20ឆ្នាំហើយខ្ញុំស្មោះត្រង់នឹងគ្រួសាររៀបអផុតខ្ញុំហ៊ានស្បត់រឿងឡានបុកមិនពាក់ព័ន្ធនឹងខ្ញុំទេស្បាត់ផូតផលប្រយ័ត្នរន្ទះបាញ់ណាមេឃដឹងអូយស្បាត់ផូតប្រយ័ត្នរន្ទះបាញ់ណាតាភូមិក្រឹយជាមិនបានដាក់សាររន្ទះទេមកដល់ស្រីតូចស័ក្តិសិទ្ធមែនម៉ាក់មិនអីទេមិនខ្លាចគេមានចរណកិច្ចសន្និដ្ឋានឯងដែរទេប្រយ័ត្នឆក់ទាំងពីរអ្នកទៅឃើញមាត់ក្អែកខ្ញុំស័ក្តិសិទ្ធហើយនៅថ្ងៃក្រោយអ្នកណាហ៊ានប៉ះខ្ញុំនឹងដឹងដៃឲ្យញ៉ាំមីកញ្ចប់គ្មានគ្រឿងជារៀងរហូតឲ្យបាក់កំប៉ុងគ្មានកន្លាញ់កន្លះឲ្យចាប់ប៉ាចំណិតគ្នារហូតដល់ស្មានតែមកវិញហើយលឿនឡើងនេះជាលីថេងចៅដែលមានចរិតពិបាកយល់ម្នាក់នោះមនុស្សដែលគ្មានបេះដូងឆ្ងល់ណាស់ថាម្ចាស់ខ្លួនមុនស្រឡាញ់គេត្រង់ណាពេលឡើងលះហើយរបស់ល្អបែបនេះឡើងពាក់ព័ន្ធនឹងខ្ញុំទៀតហើយឬមួយខ្ញុំក៏តែប្រាក្បាច់បង្ខំឲ្យគេរត់ទៅណាមួយរួចតែម្ដងទៅនេះជាសម្ដីក្នុងចិត្តរបស់នាងសៀវមនុស្សមានល្បិចហ៊ានគិតរឿងបែបនេះទាំងកណ្ដាលថ្ងៃត្រង់ច្បាស់ជាខ្ញុំច្រឡំហើយមើលខ្ញុំធ្វើអីឬមួយមិននេះខ្ញុំសម្ដែងមិនសមបញ្ញាចាស់ទៅលើខែឲ្យលុយមកខ្ញុំនឹងទៅរកប្រុសក្មេងៗរាប់សិបនាក់មកជួយលងចិត្តដល់ឈើចាប់នេះចៅបាយខ្ញុំមានអារម្មណ៍ថាមិនរួចខ្លួនសោះជួយគ្រាខ្ញុំទៅបន្ទុំហើយហៅពេទ្យមកប្តីសម្លាញ់មិនមែនត្រូវលេងដែរទេអីមិនបានខ្ញុំត្រូវតែពន្លឿនរឿងលេងលាក់ឲ្យឆាប់ទ្រព្យសម្បត្តិរាប់រយការរបស់ខ្ញុំកំពុងរងចាំ